មានរឿងដំណាលថាមានសត្វមួយប្រភេទឈ្មោះសត្វជាវលាវសម្បុករបស់វាធ្វើពីរោមសត្វក្រងលាយជាមួយនឹងសរសៃសក់មានរូបរាងស្អាតអស្ចារ្យតែវាធ្វើនៅលើដើមត្រែងនៅទៅវិញពេលណាមានខ្យល់ព្យុះបក់ខ្លាំងបន្តិចដើមត្រែងនឹងបាក់ហើយសម្បុកក៏ធ្លាក់មកដីហើយពងដែលក្នុងសម្បុកក៏ធ្លាក់បែកកូនក៏ធ្លាក់ស្លាប់មូលហេតុដែលវាទៅជាដូច្នេះមិនមែនមកពីសម្បុកវាមិនមុំតងល្អនោះទេដោយសារដើមឈើដែលទ្រទ្រង់វានោះមិនមានលក្ខណៈរឹងមាំទើបធ្វើឲ្យស្ថានភាពរបស់សត្វជាវលាវទៅជាលំបាកដូច្នេះចំណែកដើមស្មៅមួយប្រភេទឈ្មោះស្មៅសឺកានដើមវាមានកម្ពស់ត្រឹមតែ4ចំអាមតែវាដុះនៅលើកំពូលភ្នំខ្ពស់សង្ខស្តែវាដុះនៅលើកំពូលភ្នំខ្ពស់សន្លឹមដល់សូម្បីតែចង់មើលយើងត្រូវផ្អៀងសឹងបាក់កឯណោះទៅមើលបានស្មៅនោះមិនជាខ្ពស់អ្វីទេតែលុះដល់វារីកចម្រើនទៅទីកន្លែងដែលខ្ពស់ហើយរឹងមាំតាមពីរបស់វាក៏ទៅតាំងល្អនោះដែរនិទាននេះអាចអธิบายបានច្រើនយ៉ាងមនុស្សប្រភេទខ្លះមានគំនិតខ្លាំងតែខ្លួនមិនចេះប្រើប្រាស់កម្លាំងមហាជនដែលទីបំផុតគឺនឹងជួបនៅភាពទាល់ច្រកដ៏ជិះមិនផុតឡើយព្រោះការអាស្រ័យលើកម្លាំងអត្តបុគ្គលវាពុំរឹងមាំទេពេលដូចជាដើមត្រែងមួយដើមអញ្ចឹងដែរដែលខ្យល់បក់បោកឲ្យទៅត្រូវពេលវេលារីឯមនុស្សខ្លះទៀតមើលទៅហាក់ដូចជាគ្មានសមត្ថភាពប្រហែលទេតែគេចេះពឹងពាក់មហាជនមានមនុស្សចូលរួមជាមួយច្រើនគេតែទទួលលទ្ធផលគួរជាទីពេញចិត្តព្រោះគេចេះសាងមូលដ្ឋានគ្រឹះរបស់ខ្លួនឲ្យបានរឹងមាំពីដូចជាស្មៅសើកានដែលដុះនៅលើកំពូលភ្នំដូចនេះដែរ